បាទបងប្អូននៅខ្ញុំខានធ្វើវីដេអូនៅ YouTube Facebook ប្រហែលទុំចិត្ត10ថ្ងៃបងប្អូននៅសាររវល់បាទយាយឡូឡាគាត់ឈឺនឹងឲ្យខ្ញុំមកពេទ្យអ៊ីកាឡាម៉ែតបាទកំពុងតែព្យាបាលនឹងវីដេអូខ្ញុំបានធ្វើទេបាទ3 4ចូលមកទឹកជាងថា10ថ្ងៃបងប្អូនបាទបានបរោះទេអុយបងប្អូនហ្វេនរបស់យាយឡូឡាបាទដឹងហើយគាត់កំពុងតែឈឺដេកសម្រាប់នៅពេទ្យកាឡាម៉ែតបាទអាការៈជំងឺគាត់រៀងគ្រាន់បានបន្តិចបងប្អូនហ្នឹងហើយបងប្អូនក្នុង YouTube ក្តី Facebook ក្តីមកសូមភ័យទោសផងបាទថាការតេដែលខ្ញុំបានលើកបានដីសាខ្ញុំរវល់ពេកនៅពេទ្យហ្នឹងហើយមួយថ្ងៃបានសម្រាប់បងនៅរូងភ្នែកអស់ហើយបាទរូងឧស្សាហ៍ថែរក្សាអ្នកជំងឺអញ្ចឹងផ្លាស់ប្ដូរផងបើមានតែឯងវិញបាច់ដួលបាត់ហ្នឹងហើយយើងឡាននេះគាត់រៀងធូរទៀតបងប្អូនបាទតែអាការៈជំងឺគាត់អត់តន់ដឹងរេស្តាឡើយទេបាទចាំមើលដុកទ័រគេមកជំងឺរេស្តាបាទអញ្ចឹងវីដេអូផ្សាយវល័យប្រហែលជាមានប្រហែលជាយូរបាទបើខ្ញុំមានឱកាសបន្តទៀតបើថារូខ្ញុំមានបានថតអីសូមភ័យទោសផងបាទដូចខ្ញុំនិយាយដែរមុនហ្នឹងថានឹងពេលណាបានចេញទៅពេទ្យទេមកនៅដែលថាគាត់គាត់នៅរោគគាត់ច្រើនដែរបាទហើយបងប្អូននៅម៉ារិចនៅស្រុកខ្មែរក្តីហ្វេនយូឡាហ្នឹងហើយបាទជាពួកយូឡាកំពុងតែដេកពេទ្យនៅឡើយទេបាទចូល3 4ថ្ងៃហើយបង3 4ថ្ងៃហើយបាទរេស្តាអត់ទាន់ចេញឡើយរេស្តាបាទនេះគាត់កំពុងតែចោះទឹកដក់សួតហ្នឹងទៅក៏បានធូរហើយបាទនៅផ្ទះគាត់តឹងបងតើហឹងថប់អញ្ចឹងទៅមកពេទ្យហើយក៏បានធូរហើយប៉ុន្តែអាការៈផ្សេងទៀតអត់ទាន់បានចេញរេស្តាបាទអញ្ចឹងបាទអរគុណច្រើនបងប្អូនហ្វេនដែលគាំទ្របាទសង្ឃឹមថាជួយ share ជួយ like បងប្អូនអ្នកគាត់អត់បានដឹងថាសាអាយីដុល្លារទៅណាបានលក់ត្រីបាទគាត់កំពុងឈឺបាទនៅទីពេទ្យឡើយទេនេះខ្ញុំមកហ៊ានថតអីឃើញកន្លែងគេទីពេទ្យដែលគេហាមថតបងប្អូនខ្ញុំថតនឹងថតបាទក្បែរក្រែជំងឺបាទយីដុល្លារទៅនោះយីដុល្លារពងដេកបាទបងប្អូនទាំងហើយបាទដាក់ YouTube ទេដាក់ Facebook ទេអត់ផងដាក់ YouTube ទេបាទហ្នឹងហើយសូមបងប្អូនបាទជិះជាដំណឹងថាចាំមើលថ្ងៃណាខ្ញុំទៅលក់ខ្ញុំនឹងបានបង្ហោះវីដេអូត្រីទៀតហើយបាទខ្ញុំដឹកសារបល័យដែរបាទ10ថ្ងៃហើយបានធ្វើវីដេអូហ្នឹងហើយយើងឡាកំពុងទម្លាក់ពេទ្យឡើយទេបាទហើយសូមពឹងដែរសូមជួយ share ផងគេលោកបងប្អូននៅក្នុង Facebook ហ្វេនយូឡាហ្នឹងគាត់បានដឹងអញ្ចឹងណាបាទអញ្ចឹងឥឡូវគាត់បានជ្រាបបាទដោយសារបាត់មុខចង់បោះវីដេអូក្នុង YouTube និង Facebook បាទចូលជិត10ថ្ងៃហើយបាទអរគុណបងប្អូនទាំងហើយបាទជំរាបលា